ការសង្ខេបរឿងទុំទាវការវិភាគអត្ថបទក៏ស្ថានភាពរឿងសង្ខេបរឿងដំណើររឿងបានចាប់ផ្ដើមដោយរៀបរាប់ពីតួអង្គទុំដែលជាកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់រស់នៅស្រុកបាភ្នំខេត្តព្រៃវែងទុំបានបួសរៀនជាមួយមិត្តម្នាក់ឈ្មោះពេជ្រនៅក្នុងវត្តវិហារធំអ្នកទាំងពីរមានចំណេះខាងធ្វើតោកលក់ដោយឡែកទុំមានរូបខ្ចីល្វក់ព្រមទាំងមានសម្លេងយ៉ាងពីរោះចេះទាំងមន្តអាគមចំណែកពេជ្រចេះផ្លុំពៃថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រូយកតោកទៅលក់នៅត្បូងឃ្មុំលោកគ្រូក៏អនុញ្ញាតដោយផ្ដែផ្ដាំឲ្យចេះរក្សាតម្លៃខ្លួនជាសង្ឃមកដល់ត្បូងឃ្មុំអ្នកស្រុកពេញចិត្តនឹងទុំយ៉ាងខ្លាំងព្រោះទុំស្មូតបានពីរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆរមកស្ដាប់នាងនោជាភីលៀងរបស់នាងទាវបានឃើញទុំដែលមានរូបសម្បត្តិស្រស់ស្អាតនិងមានសម្លេងពីរោះក៏គួចចិត្តស្នេហាតែសុកចិត្តត្រឡប់ទៅជម្រាបទាវវិញនាងទាវបានដឹងដំណឹងនេះភ្លាមនាងខិតខំអង្វរកអ្នកម្ដាយឲ្យទៅនិមន្តនេនទុំមកស្មូតនៅលើផ្ទះរបស់ខ្លួននេនទុំក៏មកស្មូតនៅផ្ទះទាវតាមការនិមន្តរបស់ម្ដាយទាវយ៉ាងពីរោះធ្វើឲ្យនាងទាវចាប់ចិត្តស្រឡាញ់រួចក៏យកគ្រឿងបរិក្ខារដូចជាផាហុំដន្លប់និងស្លាបារីមកប្រគេនទុំចាកន្លែងនេះប្រគេនណាចាមុននឹងយកមកប្រគេននេនទុំនាងទាវក៏បានបួងសួងសូមឲ្យខ្លួនបានជួបជុំរួមរស់ជាមួយទុំគ្រប់ជាតិទៀតផងចំណែកនេនទុំក៏គួចចិត្តលួចស្រឡាញ់ទាវដែរលុះពេលត្រឡប់មកដល់វត្តវិញទុំនឹករកតានាងទាវរួចក៏រកឧបាយកលសុំលោកគ្រូសឹកតែលោកគ្រូពុំព្រមឲ្យសឹកព្រោះតាមការទូទាយទៅឃើញថាបើទុំសឹកក្នុងខែបោះនឹងត្រូវមានគ្រោះរហូតដល់បាត់បង់ជីវិតតែបើសិនជាសឹកខែពិសាខវិញនឹងត្រូវបានធ្វើជាអ្នកធំប៉ុន្តែទុំមិនស្ដាប់តាមការហាម5នេះទេផ្ទុយទៅវិញទុំព្យាយាមឲ្យម្ដាយជួយអង្វរលោកគ្រូឲ្យខ្លួនបានសឹកតាមបំណងតែមិនបានសម្រេចឡើយទីបំផុតទុំក៏សម្រេចចិត្តលួចសឹកតែម្នាក់ឯងដោយចោទថាសេចក្តីស្នេហានេះបណ្ដាលមកពីកម្មរួចទុំក៏សឹកក្នុងព្រៃក្បែរដំបូកហើយប្រញាប់ប្រញាល់បបួលពេជ្រវិលទៅត្បូងឃ្មុំវិញដោយចៃដន្យនៅពេលទុំមកដល់ផ្ទះនាងទាវគាត់ជួតម្ដាយនាងមិននៅផ្ទះអ្នកទាំងពីរក៏បានរួមចិត្តរួមកាយក្នុងក្តីស្នេហាមួយដ៏ផ្អែមល្ហែមក្រោយមកអកជូនជាចៅហ្វាយខេត្តត្បូងឃ្មុំនិងភរិយាបានចូលមកស្ដីដណ្ដឹងនាងទាវឲ្យទៅមើលងួនជាកូនប្រុសរបស់ខ្លួនម្ដាយទាវសប្បាយចិត្តណាស់ព្រោះខ្លួននឹងបានធ្វើជាដន្លងជាមួយនឹងលោកអុកញ៉ាអជូនដែលមានទ្រព្យសម្បត្តិច្រើនស្ដុកស្ដំនិងមានអំណាចប៉ុន្តែនាងទាវបានប្រកែកពុំយល់ព្រមទទួលមើលងួនជាប្តីឡើយហើយម្ដាយនាងក៏បានបង្ខំឲ្យរំលឹកដល់ពាក្យព្រេងបុរាណថានំមិនធំជាងនាលនិងប្រមានថានឹងវាយឲ្យស្លាប់ដោយកូនគោមិនព្រមចូលនឹមនឹងតាមម្ចាស់វាទន្ទឹមនឹងនោះទុំនិងពេជ្រត្រូវព្រះរាជាឲ្យចូលគល់បម្រើក្នុងរាជវាំងដោយពេជ្រចេះផ្លុំពៃនិងទុំចេះស្មូតយ៉ាងពីរោះក៏ប្រទានងារឲ្យទុំជាមើលឯកទន្ទឹមនឹងនោះដែរព្រះរាជាទ្រង់ចង់បានស្ត្រីរូបស្អាតមកធ្វើជាស្នំឯកក៏ជ្រើសរើសចំលើនាងទាវដែលជាសង្សាររបស់ទុំនាងទាវត្រូវបានចៅហ្វាយខេត្តអកជូនចាត់ចែងនាំយកទៅថ្វាយស្ដេចរឿងនេះបានធ្វើឲ្យម្ដាយទាវសប្បាយចិត្តយ៉ាងខ្លាំងព្រោះគាត់សង្ឃឹមថានឹងបានធ្វើជាម្ដាយក្មេករបស់ព្រះរាជាពេលបានជួបគ្នានៅរាជវាំងស្ថិតនៅចំពោះមុខព្រះភ័ក្ត្រព្រះរាជាទុំក៏ច្រៀងរៀបរាប់ដំណើរសពតាំងពីខ្លួនធ្លាប់បានរួមស្នេហាជាមួយទាវថ្វាយដល់ព្រះរាជាព្រះរាជាខ្ញាល់យ៉ាងខ្លាំងក៏សាកសួរនាងទាវថា
រឿងនេះពិតដូចជាទុំច្រៀងរៀបរាប់នោះទេនាងទាវបានទូលនិងសម្ដែងអកប្បកិរិយាក្នុងនាមទុំជាសង្សារខ្លួនដែរដំបូងព្រះរាជាខ្ញាល់តែក្រោយមកទ្រង់ក៏យកធម៌មកជាទីពឹងមានព្រះតីមេត្តាសន្តោសអ្នកទាំងពីរហើយព្រះអង្គក៏សពព្រះតីរៀបចំផ្សំផ្គុំអ្នកទាំងពីរជាគូស្វាមីភរិយាតាំងពីពេលនោះមកហេតុការណ៍នេះបានធ្វើឲ្យម្ដាយទាវនឹកតូចចិត្តយ៉ាងខ្លាំងក៏វិលមកស្រុកកំណើតវិញដើម្បីរកឧបាយកលនាំនាងទាវមករៀបការនឹងម៉ឺនងួនវិញហើយគាត់បានខ្លាញ់សម្បត្តិថាគាត់មានជំងឺជាទម្ងន់ឲ្យនាងទាវជាកូនឆាប់វិលមកស្រុកកំណើតវិញជាប្រញាប់ក្រោយពីបានទទួលដំណឹងនេះភ្លាមនាងទាវក៏ប្រញាប់លាទុំជាប្តីធ្វើដំណើរមកមើលម្ដាយជាមួយនាងណូមកដល់ផ្ទះនាងទាវត្រូវម្ដាយបង្ខំឲ្យរៀបការជាមួយនឹងម៉ឺនងួននាងទាវអស់សង្ឃឹមក៏សរសេរសម្បត្តិមួយច្បាប់ផ្ញើឲ្យគេយកទៅឲ្យទុំជាប្តីនាងទុំទទួលដំណឹងនេះភ្លាមក៏រន្ធត់ចិត្តយ៉ាងខ្លាំងរួចក៏ទៅទូលព្រះរាជាដើម្បីសុំលាទៅជួយនាងទាវជាប្រពន្ធព្រះអង្គទ្រង់ខ្ញាល់នឹងអរជូនបានប្រទានព្រះរាជសារដល់ទុំបង្ហាញឲ្យយកទៅអរជូននឹងម៉ឺនងួនឲ្យបញ្ឈប់អាពាហ៍ពិពាហ៍នេះជាបន្ទាន់ពេលមកដល់ផ្ទះនាងទាវទុំឮសូរភ្លេងការក៏សង្ហាចិត្តវង្វេងបាត់បង់អស់ស្មារតីអស់សង្ឃឹមក្រោយពីស្លៀកពាក់បានត្រឹមត្រូវតាមមន្ត្រីរាជវាំងរួចមកទុំក៏យករាជសារមកក្រវ៉ាត់នៅនឹងចង្កេះរួចក៏ឡើងមកលើផ្ទះការច្រៀងអន្តើមឲ្យនាងទាវចេញមកចាក់ស្រាឲ្យខ្លួនផឹកពេលផឹកស្រាស្រវឹងទុំក៏ប្រគិប្រអប់នាងទាវដែលជាប្រពន្ធខ្លួននៅចំពោះមុខភ្ញៀវជាហេតុធ្វើឲ្យម្ដាយទាវខឹងច្រឡោតក៏បញ្យុះឲ្យអកជូនយកទុំទៅសម្លាប់ទុំក៏ត្រូវអកជូននឹងបពួកយកទៅសម្លាប់ចោលក្រោមពោជើងខាលកាលបើដឹងថាប្តីខ្លួនត្រូវគេសម្លាប់ដូចនេះនាងទាវក៏នាំនាងណូទៅតាមរកទុំឃើញខ្មោចទុំហើយក៏នាំគ្នាអាកនឹងកបិតស្លាក៏សម្លាប់ខ្លួនទាំងពីរនាក់នៅលើសាកសពទុំពេជ្របានយកដំណឹងនេះមកថ្វាយព្រះរាជាបន្ទាន់ព្រះអង្គទ្រង់ជ្រាបហើយទ្រង់ខ្ញាល់យ៉ាងខ្លាំងទ្រង់ប្រជុំអស់សពមុខមន្ត្រីរួចក៏យាងទៅជំនុំជម្រះក្តីនេះដោយតម្រូវឲ្យរាស់ក្បាលទាំងរស់ចំពោះពួកអជូននិងម្ដាយទាវចំណែកអ្នកត្បូងឃ្មុំវិញត្រូវបញ្ចូលជាអ្នកងារទាំងអស់ចាអញ្ចឹងការសង្ខេបរឿងទុំទាវក៏សូមចប់ត្រឹមតែប៉ុណ្ណេះសូមជួយ like និង subscribe channel របស់អ្នកគ្រូមួយផងចង់យើងនឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា